បណ្ដាលឲ្យមានការរងទុក្ខកាន់គម្ពីរអេសាយជំពូកទី17ខទី1ដល់ទី14នេះសេចក្តីទំនាយយ៉ាងធ្ងន់ពីក្រុងដាម៉ាស់មើលគេដកក្រុងដាម៉ាស់ចេញពីតំណែងជាទីក្រុងទៅហើយនឹងត្រូវត្រឡប់ជាគំនរបំណែកទទេមនុស្សទាំងឡាយរត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអាល់ហើយទីក្រុងទាំងនោះនឹងបានសម្រាប់ជាទីខ្វៀលវងជៀមដែលនឹងដេកទៅឥតមានអ្នកណាបង្អែលវាឡើយឯបន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអឹមទៅព្រមទាំងរាជអំណាចពីក្រុងដាម៉ាស់និងពីសំណល់សាសសេរីផងគេនឹងត្រូវហិនហោចដូចជាសិរីល្អរបស់ពួកកូនចៅអ៊ីស្រាអែលដែរនេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវេណនៅគ្រានោះសិរីល្អរបស់ពួកយ៉ាកុបនឹងអន់ថយទៅហើយសាច់ធាត់ធំរបស់គេនឹងត្រឡប់ជាស្គាំងស្គមទៅវិញដំណើរនោះនឹងបានដូចជាកាលអ្នកចម្រោតកំពុងត្រកង់ស្រូវនៅដៃរួចច្រូតកាត់ទៅនឹងបានដូចកាលគេច្រូតសន្សំនៅក្នុងច្រកភ្នំរេផែមនឹងមានផលខ្លះសល់នៅដែរដូចជាកាលគេអង្រួនដើមអូលីវគង់តែមានផ្លែ2ឬ3នៅលើចុងមែកដែលខ្ពស់បំផុតហើយ4ឬ5នៅមែកសំយាយនៃដើមណាដែលមានផ្លែច្រើននេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃសាសអ៊ីស្រាអែលនៅគ្រានោះមនុស្សទាំងពួងនឹងបែរជាមើលទៅរកព្រះដែលបានបង្កើតខ្លួនមកហើយភ្នែករបស់គេនឹងមើលចំទៅឯព្រះដ៏បរិសុទ្ធនៃសាសអ៊ីស្រាអែលគេនឹងលែងមើលទៅរកអាសនៈជាស្នាដៃរបស់ខ្លួនគេក៏មិនមើលចំទៅឯរូបព្រះឬរូបព្រះអាទិត្យដែលម្រាមដៃគេបានធ្វើទៀតឡើយនៅគ្រានោះទីក្រុងមាំមួនរបស់គេនឹងត្រឡប់ដូចជាអស់ទាំងទីចោលស្ងាត់នៅក្នុងព្រៃហើយនៅលើកំពូលភ្នំជាកន្លែងដែលគេបោះបង់ចោលនៅចំពោះមុខពួកកូនចៅអ៊ីស្រាអែលហើយនៅទីនោះនឹងនៅស្ងាត់ឈឹងពីព្រោះឯងបានភ្លេចព្រះដែលជួយសង្គ្រោះឯងហើយមិនបាននឹកចាំពីព្រះដ៏ជាធម្មតានៃកម្លាំងឯងហេតុនោះបានជាឯងដាំដំណាំដែលកប់ចិត្តឯងព្រមទាំងផ្សំមែកប្លែកៗផងនៅថ្ងៃដែលឯងដាំនោះក៏បានធ្វើរបងជុំវិញហើយព្រឹកឡើងឯងបានធ្វើឲ្យពូជឯងបែកចេញជាបាច់តែឯចម្រោតវិញនោះនឹងរំលងបាត់ទៅក្នុងគ្រាមានទុក្ខវេទនាហើយសង្រេងយ៉ាងសាហាវវោហើយមានឮសូរអកធឹករបស់សាសជាច្រើនដែលលើសន្ធឹកដូចជាសន្ធឹកសមុទ្រនិងសូររបស់សាសផ្សេងដែលលឿនដូចជាទឹកហូរយ៉ាងខ្លាំងសាសទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំតែព្រះទ្រង់នឹងស្ដីបន្ទោសគេនោះគេនឹងរត់ទៅឆ្ងាយហើយនឹងត្រូវបណ្ដេញទៅដូចជាខ្យល់ផាត់អង្កាមពីលើភ្នំហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះនៅពេលល្ងាចគេនឹងមានចិត្តស្លុតស្លាំងហើយវេលាព្រឹកមិនទាន់ភ្លឺនៅឡើយនោះគេនឹងបាត់ទៅនេះហើយជាសំណងសងដល់ពួកអ្នកដែលរឹបជន់យើងហើយជាចំណែករបស់ពួកអ្នកដែលប្លន់យើងចូលគិតនិងស្វែងយល់ព្រះមិនអាចប្រងើយកន្តើយនឹងអេប្រាអឹមរួមជាមួយនឹងសាសសេរីដែលបានបោះបង់ចោលព្រះហើយបានប្រគល់ភាពជោគជ័យនិងការបរាជ័យរបស់ខ្លួនទៅកាន់រូបព្រះបានឡើយបន្ទាយដ៏រឹងមាំនៃអេប្រាអឹមនិងសាសសេរីហើយរោងរូបព្រះរបស់ពួកគេនឹងត្រូវបំផ្លាញដោយសារដាវ
និងលំពេរបស់សាសអាសាខទី1ដល់ទី11ក្រោយពេលបំផ្លាញស្រុកអេប្រាអឹមពលទ័ពរបស់សាសអាសានឹងត្រូវវាយលុកតាមផ្លូវទៅស្រុកយូដាដោយកម្លាំងដ៏ខ្លាំងក្លាទោះបីជាយ៉ាងណាក៏ដោយបើគ្មានការអនុញ្ញាតរបស់ព្រះទេនោះសាសអាសាក៏មិនអាចបំបាក់សូម្បីតែឥដ្ឋមួយដុំនៃជញ្ជាំងក្រុងយេរូសាឡិមបានឡើយប្រាកដណាស់ព្រះនឹងការពារអស់អ្នកដែលពឹងផ្អែកលើទ្រង់ខទី12ដល់ទី14តើព្រះជានរណាដោយផ្អែកលើខទី6ដល់ទី8ព្រះអាចធ្វើឲ្យសំណល់ត្រឡប់មកវិញបានបើសិនជាយើងបាត់បង់នូវលទ្ធភាពរបស់យើងដើម្បីប្រែចិត្តដល់ខ្លួនឯងនោះព្រះនឹងដឹកនាំយើងវិញទោះបីជាការនោះជាទម្រង់នៃការដាក់ទោសក៏ដោយការប្រែចិត្តមានន័យថាបដូរទស្សនៈរបស់យើងបដូរនៅអ្វីដែលយើងពឹងផ្អែកលើហើយបដូរនៅអ្វីដែលយើងបម្រើធ្វើដូចជាព្រះរបស់យើងតើខ្ញុំជាមនុស្សដែលបានប្រែចិត្តដែរឬទេតើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំដោយផ្អែកលើខទី10ដល់ទី11មានតែព្រះទេដែលរក្សាយើងឲ្យមានសុវត្ថិភាពបានអេប្រាអឹមបានជឿថាសម្ព័ន្ធមិត្តសាសសេរីនិងរូបព្រះរបស់គេនឹងរក្សាគេឲ្យមានសុវត្ថិភាពទោះបីជាយ៉ាងណាក៏ដោយគ្មាននរណាមួយដែលអាចការពារអេប្រាអឹមបានទេតើខ្ញុំជឿលើអ្វីដែលជាអ្នកធានាសុវត្ថិភាពរបស់ខ្ញុំចូលយើងចងចាំព្រះអង្គសង្គ្រោះដ៏ពិតរបស់យើងវិញសូមអានកាន់គម្ពីរអេសាយជំពូកទី17ដល់ជំពូកទី20សេចក្តីអធិដ្ឋានអោព្រះអង្គអើយសូមឲ្យយើងខ្ញុំមានសេចក្តីជំនឿដែលទុកចិត្តលើទ្រង់ដោយស្ងៀមស្ងាត់នៅពេលដែលយើងខ្ញុំឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពដែលបង្កភាពភិតភ័យនិងការថប់បារម្ភ